បាទជំរាបសួរពុកម៉ែបងប្អូនដល់គ្នាបាទថ្ងៃនេះខ្ញុំបាទអ៊ឺសេហាបាទគូគំនូររូបព្រះពុទ្ធបាទអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់អាចកំងបានណាពីព្រោះថារូបនេះក៏ជាអតិថិជនដែលគាត់កំងដែរណាអញ្ចឹងគំនូរនេះគឺគំនូរបិទប្រណេតទេតែគាត់កំងបើកប្រណេតទេណាបងប្អូនបាទគំនូរនេះគេហៅថាគំនូររវីលឬគំនូរប្រេងបងប្អូនអញ្ចឹងបងប្អូនគាត់ស្រឡាញ់គំនូរអាចកំងបានហើយបងប្អូនគាត់ចង់រៀនក៏អាចមើលដែលខ្ញុំការផាត់ពណ៌របស់ខ្ញុំបានដែរព្រោះថាមុននឹងយើងគូយើងព្រៀងសិនព្រៀងឲ្យបញ្យើងវាយពណ៌តាមក្រោយអញ្ចឹងណាបាទអញ្ចឹងយើងមើលតាមសមោលដែរបើយើងមើលសមោលពីខាងណាគឺថាយើងយកសមោលពីខាងណាចាស់យើងដូចជាចាំងថ្ងៃអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងយើងមើលតាមគំនូរទៅយើងវាយសមោលតាមនឹងមកអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងមានពណ៌ចាស់ពណ៌ខ្ចីអញ្ចឹងទៅដើម្បីបន្ស៊ីគ្នាឲ្យចេញជារូបរាងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនគំនូរពេលខ្លះទៅគិតថាវាមិនបាទពិបាកទេប៉ុន្តែបើបងប្អូនគូយើងអាចស្មុគស្មាញខ្លះដែរព្រោះថាយើងត្រូវលាយពណ៌ច្រើនដែរអញ្ចឹងណាបាទធ្វើម៉េចដើម្បីឲ្យគំនូរហ្នឹងវាស្រស់ស្អាតបាទហើយបងប្អូនដែលគាត់ចង់គូកំងគំនូរបាទដាក់គេឋានបាទមិនថារូបឪពុកម្ដាយរូបប៉ាម៉ាក់បងប្អូននេះទេអាចគូបានណារូបដូចណាបាទហើយមិនថារូបទេសភាពរូបសត្វរូបអ្វីផ្សេងបងប្អូនអាចកំងបានហើយនេះបងប្អូនយើងដាក់ពណ៌បន្ថែមហើយនេះបាទគំនូរនេះចិត្តរួចរាល់ហើយបាទអញ្ចឹងបាទបងប្អូនស្រឡាញ់អាចកំងបានហើយកុំភ្លេចបងប្អូនកុំភ្លេចជួយ follow page បាទជួយ like ជួយ share ឲ្យបានច្រើនផងដើម្បីឲ្យខ្ញុំបានមានកម្លាំងចិត្តในការគូបន្ថែមទៀតអញ្ចឹងបងប្អូនជួយsubscribe channel YouTube ខ្ញុំមួយគឺ Seha Painter អញ្ចឹងអរគុណសម្រាប់ការតាមដានពីដើមដល់ចប់ណាចឹងបងប្អូនស្រឡាញ់អាចកំងបានណាហើយចង់រៀនអាចប្រាប់ខ្ញុំបានអូខេជម្រាបលាបាយបាយបងប្អូន